ព្រះគម្ពីររបស់ខ្សត្រទី1ចំពុកទី11គ្រានោះសាសអ៊ីស្រាអែលទាំងអស់គ្នាក៏ប្រមូលគ្នាមកឯដាវីតនៅក្រុងហេប្រុនទូលថាមើលយើងខ្ញុំរកគ្នាជាសាច់ឈាមជាមួយនឹងលោកកាលពីដើមដែលសូលធ្វើជាស្ដេចនៅឡើយនោះគឺលោកហើយដែលនាំពួកអ៊ីស្រាអែលចេញចូលហើយព្រះយេហូវ៉ាជាព្រះនៃលោកទ្រង់បានមានបន្ទូលដល់លោកថាគឺឯងហើយដែលត្រូវខ្វៀសសាសអ៊ីស្រាអែលព្រមទាំងធ្វើជាអ្នកនាំមុខនៃរាជអញផងគឺយ៉ាងនោះដែលពួកចាស់ទុំនៃសាសអ៊ីស្រាអែលបានមកឲ្យស្ដេចនៅក្រុងហេប្រុនហើយដាវីតក៏តាំងសញ្ញានឹងគេនៅចំពោះព្រះយេហូវ៉ាត្រង់ក្រុងហេប្រុនរួចគេចាក់ប្រេងតាំងដាវីតឡើងឲ្យធ្វើជាស្ដេចលើពួកអ៊ីស្រាអែលតាមព្រះបន្ទូលនៃព្រះយេហូវ៉ាដោយសារសាមយូអែលលំដាប់នោះដាវីតនិងពួកអ៊ីស្រាអែលទាំងអស់ក៏ទៅឯក្រុងយេរូសាឡឹមគឺជាក្រុងយេប៊ូសឯពួកសាសយេប៊ូសជាពួកអ្នករបស់ស្រុកនោះក៏នៅទីក្រុងនោះនៅឡើយហើយពួកអ្នកក្រុងយេប៊ូសគេស្ដីដល់ដាវីតថាឯងនឹងចូលមកក្នុងទីនេះមិនបានឡើយប៉ុន្តែដាវីតវាចាប់យកទីមាំមួនស៊ីយ៉ូនបាននោះគឺជាក្រុងរបស់ដាវីតរួចទ្រង់មានបន្ទូលថាអ្នកណាដែលវាយពួកយេប៊ូសមុនគេអ្នកនោះនឹងបានធ្វើជាអ្នកមុខហើយជាមេទ័ពធំដូច្នេះយូអាប់ជាកូនសេរូយ៉ាក៏ឡើងទៅជាមុនគេហើយបានតាំងឡើងឲ្យធ្វើជាមេទ័ពឯដាវីតទ្រង់គង់នៅក្នុងទីមាំមួនហើយនោះបានជាគេហៅទីនោះថាក្រុងដាវីតទ្រង់ក៏សង់ទីក្រុងនោះឡើងនៅជុំវិញចាប់តាំងពីប៉មីឡូព័ទ្ធជុំវិញហើយយូអាប់លោកក៏ជួសជុលទីក្រុងត្រង់កន្លែងឯទៀតចំណែកដាវីតបានកាន់តែថ្កុំថ្កើងឡើងហើយព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់ក៏គង់ជាមួយរីឯពួកប្រធានក្នុងពួកខ្លាំងពូកែរបស់ដាវីតដែលកាន់ខ្ជាប់ខាងទ្រង់ជាមួយនឹងពួកអ៊ីស្រាអែលទាំងអស់ដើម្បីនឹងតាំងនគរឡើងតាមព្រះបន្ទូលនៃព្រះយេហូវ៉ាពីដំណើរសាសអ៊ីស្រាអែលឯពួកអ្នកខ្លាំងពូកែរបស់ដាវីតនោះបានរាប់ដូចជាមានឈ្មោះខាងក្រោមនេះស្រាប់គឺយ៉ាសូបៀមជាកូនរបស់ពួកហាម៉ូនីម្នាក់លោកជាមេលើ30នាក់ហើយបានពួយលំពេងសម្រាប់មនុស្ស300នាក់តែមួយគ្រាបន្ទាប់នោះមានកូនដូដូឈ្មោះអេលីសាជាពួកអាហ៊ូអាដែលជាម្នាក់ក្នុងពួកមនុស្សខ្លាំងពូកែទាំង3នាក់លោកបាននៅជាមួយនឹងដាវីតនៅត្រង់ផាសដាមឹមក្នុងការដែលពួកភីលីស្ទីនបានមូលគ្នាមកច្បាំងនៅកន្លែងដែលមានស្រែស្រូវអោកហើយពួកទ័ពបានរត់ពីមុខពួកភីលីស្ទីនទៅឯពួកនោះគេឈរនៅកណ្ដាលស្រែនោះហើយបានការពារព្រមទាំងសម្រាប់ពួកភីលីស្ទីនបងព្រះយេហូវ៉ាទ្រង់បានជួយសង្គ្រោះគេដោយជ័យជំនះយ៉ាងធំក៏មាន3នាក់ក្នុងពួកប្រធានទាំង30នាក់នោះគេបានចុះទៅឯដាវីតត្រង់ថ្មដាក្នុងអាងអាឌូឡាមនៅគ្រានោះពួកភីលីស្ទីនបានបោះទ័ពនៅច្រកភ្នំរេផាយមហើយដាវីតទ្រង់គង់នៅក្នុងទីមាំមួនឯពួកភីលីស្ទីនគេមានទ័ពមួយកងរក្សាស្រុកនៅឯក្រុងបេត្លេហឹមចំណែកដាវីតទ្រង់នឹងកន្លែងក្នុងព្រះទ័យហើយមានព្រះបន្ទូលថាអោបើសិនជាមានអាណាយកទឹកពីអណ្ដូងដែលនៅមាត់ទ្វារក្រុងបេត្លេហឹមមកឲ្យអញផឹកទៅរួចអ្នកទាំង3នោះក៏បំបាយពួកទ័ពភីលីស្ទីនកាត់ចូលទៅដងទឹកពីអណ្ដូងនៅមាត់ទ្វារក្រុងបេត្លេហឹមនោះនាំយកមកថ្វាយដល់ដាវីតតែទ្រង់មិនព្រមសោយទេគឺទ្រង់ចាក់ជ្រួចថ្វាយព្រះយេហូវ៉ាវិញដោយព្រះបន្ទូលថាសូមឲ្យព្រះនៃទូបង្គំខាត់មិនឲ្យទូបង្គំធ្វើដូច្នោះឡើយតើទូបង្គំនឹងផឹកឈាមរបស់មនុស្សទាំងនេះតើបានប្រថុយជីវិតយ៉ាងនេះឬអីត្បិតគេបានយកទឹកនេះមកដោយប្រថុយជីវិតរបស់គេពិតហេតុនោះបានជាទ្រង់មិនព្រមសោយឡើយគឺការយ៉ាងនោះឯងដែលមនុស្សខ្លាំងពូកែទាំង3នាក់នោះបានធ្វើឯអាប៊ីសាយអូនយូអាប់ជាកូនសេរូយ៉ាលោកជាមេលើអ្នកទាំង3នាក់នោះពីព្រោះលោកបានពួយលំពេងសម្រាប់មនុស្ស300នាក់ហើយមានល្បីឈ្មោះក្នុងពួក3នាក់នោះក្នុងពួក3នាក់នោះគេរាប់អានលោកជាជាង2នាក់ឯទៀតហើយក៏តាំងឡើងធ្វើជាមេលើគេប៉ុន្តែលោកមិនដល់ពួក3នាក់ខាងដើមនោះទេឯបេណាយ៉ាជាកូនយេហូយ៉ាដាដែលជាកូនរបស់អ្នកខ្លាំងពូកែម្នាក់នៅក្រុងកាបសៀលលោកជាអ្នកដែលបានធ្វើការយ៉ាងពូកែលោកបានសម្លាប់កូនទាំងពីររបស់អារៀលជាសាសម៉ូអាប់ហើយក៏ចោទទៅក្នុងរណ្ដៅសម្លាប់សត្វសឹងមួយនៅថ្ងៃមានហេមៈក៏សម្លាប់សាសអេស៊ីបម្នាក់ជាមនុស្សធំសម្បើមកម្ពស់5ហត្ថសាសអេស៊ីបនោះកាន់លំពេងមួយប៉ុនផ្សំដំបាញតែលោកចោះទៅឯវាកាន់តែដំបងទេក៏កន្ត្រាក់យកលំពេងពីដៃរបស់មនុស្សសាសអេស៊ីបនោះរួចចាក់សម្លាប់ដោយលំពេងរបស់វាទៅគឺការយ៉ាងនោះដែលបេណាយ៉ាជាកូនយេហូយ៉ាដាបានធ្វើហើយមានល្បីឈ្មោះនៅក្នុងពួកខ្លាំងពូកែទាំង3នាក់នោះគេបានរាប់អានលោកជាជាងពួក30នាក់នោះតែលោកមិនដល់ពួក3នាក់ខាងដើមទេដាវីតទ្រង់ក៏តាំងលោកឲ្យត្រួតលើពួកទាហានរក្សាអង្គឯមនុស្សខ្លាំងពូកែក្នុងពួកពលទ័ពទាំងប៉ុន្មានគឺអេសាអែលជាប្អូនយូអាប់អែលហាណានជាកូនដូដូដែលនៅក្រុងបេត្លេហឹមសាម៉ូតជាអ្នកស្រុកហារ៉ូហេឡេសជាអ្នកស្រុកបេលូនអ៊ីរ៉ាជាកូនអ៊ីកេស
ជាអ្នកក្រុងតកូអាប៊ីសឺជាអ្នកនៅក្រុងអាណាថោតស៊ីបាកាយជាអ្នកស្រុកហ៊ូសាយអ៊ីឡាយជាអ្នកស្រុកអាហូអាមហារាយជាអ្នកក្រុងនថូផាហេឡែបកូនផ្អាណាជាអ្នកក្រុងនថូផាអ៊ីតាយកូនរីបាយជាអ្នកក្រុងគីបៀនក្នុងពួកកូនចៅបេនយ៉ាមីនបេណាយ៉ាជាកូនអ្នកស្រុកពីរ៉ាថូនហ៊ូរ៉ៃជាអ្នកស្រុកណាហាលេកាអាសអាបៀលជាអ្នកស្រុកអេរ៉ាបាអាស្ម៉ាវ៉េតជាអ្នកស្រុកបាហ៊ូរីមអេលីយ៉ាបាជាអ្នកស្រុកស្អាឡាប៊ីននិងពួកកូនហាសេមជាអ្នកស្រុកគីស៊ូនយ៉ូណាថានកូនសាកេជាអ្នកស្រុកហារ៉ារីអាហ៊ីយ៉ាមកូនសាកេជាអ្នកស្រុកហារ៉ារីអេលីផាលជាកូនហេភើជាអ្នកស្រុកមេកេរ៉ាអាហ៊ីយ៉ាជាអ្នកស្រុកបេលូនហៃស្រូជាអ្នកស្រុកកឺមែលណាអារ៉ៃជាកូនអាស្បាយយូអែលជាប្អូនណាថានមីបហាជាកូនហាគ្រីសេលេកជាសិស្សអាម៉ូនណាហារ៉ៃជាអ្នកស្រុកបេរ៉ូតដែលកាន់គ្រឿងសស្ត្រាវុធឲ្យយូអាប់ជាកូនសេរូយ៉ាអ៊ីរ៉ាជាអ្នកស្រុកយេធើការ៉េបជាអ្នកស្រុកយេធើអ៊ូរីជាសាហេតសាបាតជាកូនអាឡាយអាឌីណាជាកូនស៊ីសាក្នុងពួករ៉ូបេនជាអ្នកប្រធានក្នុងពួករ៉ូបេនព្រមទាំង30នាក់នៅជាមួយផងហាណានជាកូនម៉ាអាកាយេហូសាផាតជាអ្នកស្រុកមីតនីអូស៊ីយ៉ាជាអ្នកស្រុកអាស្តារ៉ូតសាម៉ានិងយេហ៊ីអែលជាកូនហូថាមជាអ្នកស្រុកអារូអឺយេឌីអែលជាកូនស៊ីមរីនិងយូហាជាប្អូនគាត់ជាអ្នកស្រុកធីសាអេលៀសជាអ្នកស្រុកមហារីមយេរីបាយនិងយូសាវីជាកូនអែលណាអាមយីតម៉ាជាសាសម៉ូអាប់អេលៀលអូបេតនិងយ៉ាអាសៀលជាពួកអ្នកស្រុកមេស៊ូបាយ៉ា